សម្រាប់ព្រឹត្តិការណ៍កីឡាជាតិជាបន្តតាក់ទងទៅនឹងក្រសួងអប់រំយុវជននិងកីឡាបង្កើនការយកចិត្តទុកដាក់លើកម្មវិធីអប់រំកាយនិងកីឡាដល់សិស្សសានុសិស្សខេត្តស្វាយរៀងថ្ងៃទី26ធ្នូនេះក្រសួងអប់រំយុវជននិងកីឡាបានប្រារព្ធទិវាអប់រំកាយនិងកីឡាជាលើកទី2នៅខេត្តស្វាយរៀងក្នុងសាលាបឋមសិក្សា2ធ្នូក្នុងគោលបំណងបង្កើតការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡាដែលជាចំណុចសំខាន់សម្រាប់ឲ្យសិស្សានុសិស្សមានកាយសម្បទារឹងមាំនិងមានភាពឆ្លៀសវៃនៅលើការសិក្សាអាដាមប៊ូជុំសេរីអនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាបានប្រាប់ទូរទស្សន៍ BTV News ថាវិស័យអប់រំកាយនិងកីឡាមានសារៈសំខាន់ណាស់ក្នុងការធ្វើយ៉ាងណាឲ្យសិស្សានុសិស្សមានភាពក្លាហានមានសុខភាពល្អនិងមានភាពរហ័សរហួនពិសេសនឹងធ្វើឲ្យការសិក្សារបស់ពួកគាត់កាន់តែល្អប្រសើរផងដែរសារៈសំខាន់នៃមុខវិជ្ជាអប់រំកាយកីឡានេះខ្ញុំចង់ជម្រាបជូនថាមានសារៈសំខាន់ពីរយ៉ាងម្យ៉ាងគឺបណ្ដុះនៅកាយសម្បទារបស់កុមារាកុមារីជាសិស្សានុសិស្សរបស់យើងនឹងឲ្យមានភាពរឹងមាំមានកាយសម្បទារឹងមាំអាចហើយមួយទៀតសារៈសំខាន់មួយទៀតនៃមុខវិជ្ជាអប់រំកាយកីឡាគឺបណ្ដុះនៅផ្នែកសតិអារម្មណ៍ផ្នែកចិត្តគំនិតខាងផ្លូវចិត្តរបស់កុមារឲ្យរឹងមាំឲ្យមាំមួនឡើងគឺមានន័យថាមុខវិជ្ជាអប់រំកាយកីឡាផ្ដល់អត្ថប្រយោជន៍ពីរយ៉ាងទៅដល់កុមារានិងកុមារីរបស់សិស្សានុសិស្សរបស់យើងទី1គឺកាយសម្បទាទី2គឺការរឹងមាំខាងផ្លូវចិត្តលត់ដំខាងផ្លូវចិត្តឲ្យរឹងមាំនេះគឺជាសារៈសំខាន់នៃមុខវិជ្ជាអប់រំកាយនិងកីឡាហើយមុខវិជ្ជាអប់រំកាយកីឡានេះគឺជាការរួមចំណែកមួយដែរក្នុងការងារអនុវត្តគោលនយោបាយកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាព្រោះថាអប់រំកាយនិងកីឡាដែលយើងកំពុងតែធ្វើនេះគឺជាអប់រំកាយនិងកីឡាតាមបែបថ្មីដែលខុសអំពីអប់រំកាយនិងកីឡាដែលយើងធ្លាប់អនុវត្តក្នុងកម្មវិធីសិក្សារបស់យើងតាំងពីដើមមកការពិតយើងមានដែរពីដើមមកតាំងពីសង្គមសម័យសង្គមយើងមានអប់រំកាយនិងកីឡាដែរហើយការខ្លះយើងហៅថាកាយសិក្សាម៉ោងកាយសិក្សាគឺយើងឲ្យគ្រាន់តែសិស្សចេញទៅម៉ោងកាយសិក្សាហ្នឹងឲ្យធ្វើសកម្មភាពឲ្យលេងបាល់លេងអីទៅប៉ុន្តែมันមានវិធីសាស្ត្រมันមានគរុកោសលដឹកនាំត្រឹមត្រូវទេប៉ុន្តែអប់រំកាយនិងកីឡានៅឥឡូវនេះគឺមានវិធីសាស្ត្របង្រៀនអប់រំកាយកីឡាមានគរុកោសលបង្រៀនអប់រំកាយកីឡាត្រឹមត្រូវហើយអនុវត្តតាមការណែនាំរបស់ក្រសួងគឺ2ម៉ោងក្នុងមួយសប្តាហ៍ទៀងទាត់ដូច្នេះគឺជារបបថ្មីមួយនៃការអនុវត្តកម្មវិធីអប់រំកាយនិងកីឡានៅក្នុងសាលារៀនស្របតាមគោលនយោបាយកែតម្រង់ស៊ីជម្រៅនិងទូលំទូលាយរបស់ក្រសួងអប់រំយុវជននិងកីឡាក៏ដោយរបស់រាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជារបស់យើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជារបស់យើងដែរហើយនឹងសារៈសំខាន់នៃអប់រំកាយនិងកីឡានៅតាមសាលារៀនឲ្យបានជ្រួតជ្រាបនៅគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធទាំងអស់ទាំងមេដាបេដាសិស្សទាំងលោកគ្រូអ្នកគ្រូដែលគាត់ទទួលបន្ទុកសាលារៀនឲ្យគាត់យល់ថាអប់រំកាយនិងកីឡាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារមិនអាចខ្វះបានសន្ធិសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិរបស់កុមារហ្នឹងគឺមានកំណត់ថាកុមារមានសិទ្ធិទទួលយកបាននៅការហាត់វឹកវើអប់រំកាយនិងកីឡាបានគ្រប់គ្នាហើយវាជាសិទ្ធិមូលដ្ឋានរបស់កុមារនេះគឺជាសារៈសំខាន់នៃទិវាអប់រំកាយនិងកីឡារបស់យើងចំណែកលោកដុកគិរីរតនៈអនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតនិងជាប្រធានក្រុមការងារអប់រំកាយនៅគ្រឹះស្ថានបឋមសិក្សាបានប្រាប់ផងដែរថាទិវានេះអាចដំណើរការទៅបានដោយការចូលរួមជួយពីអង្គការបេដូមាសនិងការជួយបច្ចេកទេសបន្ថែមពីសាកលវិទ្យាល័យអូហ្កាវ៉ារបស់ជប៉ុនតាមរយៈអង្គការចៃកាប្រចាំនៅកម្ពុជាលើបន្តទៀតថាទិវានេះធ្វើឡើងដើម្បីចូលរួមបំផុសកីឡានៅតាមសាលាទាំងអស់ត្រូវអនុវត្តនៅកម្មវិធីអប់រំកាយនិងកីឡានេះឲ្យបានទៀងទាត់ព្រោះក្នុងកម្មវិធីសិក្សារបស់ក្រសួងត្រូវឲ្យអនុវត្ត2ម៉ោងក្នុងមួយសប្តាហ៍លើបន្តថាជាក់ស្ដែងថ្ងៃនេះមានកីឡាជាច្រើនត្រូវធ្វើឡើងដូចជាបាល់បោះចូលកន្ត្រកទាញព្រ័ត្រលោតបាវជាដើមដើម្បីធ្វើយ៉ាងណាឲ្យក្មេងៗមានភាពសប្បាយរីករាយក្នុងការសិក្សារបស់ពួកគេអង្គការបេដូងមាសដែលប្រចាំនៅអូកាយ៉ាម៉ានៅប្រទេសជប៉ុននេះបានជួយយើងនៅសាលាគោលដៅសម្រាប់សិក្សាអប់រំកាយនៅក្នុងម៉ោងសិក្សា2ម៉ោងក្នុងមួយសប្តាហ៍នេះហើយគោលដៅសំខាន់របស់យើងដែលយើង
ធ្វើទិវាអប់រំកាយនេះគឺយើងមាន3ចំណុចរបស់យើងគឺទី1គឺឲ្យកុមារីដែលបានរៀនមកអប់រំកាយនឹងចូលរួមនៅទិវាអប់រំកាយនេះគឺសប្បាយរីករាយនៅក្នុងការងាររបស់បងប្អូនទាំងអស់គ្នានេះហើយចំណុចទី2គឺចង់បានបងប្អូនដែលគេបានសិក្សាពេញមួយឆ្នាំសិក្សារបស់គេនៅម៉ោងអប់រំកាយនៅក្នុងសាលារៀននេះគឺគេចង់បញ្ចេញសមត្ថភាពរបស់គេនៅថ្ងៃនេះឲ្យបងប្អូនប្រជាជននៅទីនេះបានដឹងបានឃើញទាំងអស់គ្នាហើយចំណុចទី3នេះគឺដើម្បីឲ្យមេដាបេដាដែលនៅក្នុងសហគមន៍របស់គេនឹងគឺបានឃើញស្នាដៃរបស់កូនគេដែលគេសិក្សាអំពីអប់រំកាយនិងកីឡានៅក្នុងឆ្នាំសិក្សារបស់គេនេះការងារម៉ោងអប់រំកាយរបស់យើងដែលនៅក្នុងសាលារបស់យើងមាន6មុខវិជ្ជារងគឺយើងមានអត្តពលកម្មកាយសម្ព័ន្ធអប់រំកាយជាមួយចង្វាក់ភ្លេងគឺមានបាល់ទាត់បាល់ទះនិងបាល់បោះប៉ុន្តែនៅក្នុងទិវាអប់រំកាយរបស់យើងនេះដែលយើងរៀបចំឡើងនេះគឺយើងថ្ងៃនេះដែលយើងមាន10ដោយបានឃើញជាក់ស្ដែងនៅក្នុងសកម្មភាពរបស់យើងនេះហើយគឺយើងមាន10មុខដែលយើងបានចូលរួមនៅក្នុងថ្ងៃនេះគឺចាប់តាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6នេះគឺយើងមានបោះបាល់ចូលកន្ត្រកល្បែងរត់បណ្ដាក់ទៅមកនៅក្នុងថ្នាក់ទី3ហើយឆ្មាកណ្ដុរហើយទាញព្រាត់ហើយនឹងដណ្ដើមព្រាត់ហើយនឹងលូតបាវហើយនឹងជីសេះដណ្ដើមមួកគ្នានៅក្នុងនេះយើងមានជាច្រើននៅក្នុងល្បែងទិវាអប់រំកាយរបស់យើងនៅក្នុងដូច្នេះខ្ញុំចង់ជម្រាបជូនទៅដល់មន្ទីរគ្រប់ខេត្តក្រុងទាំងអស់ដែលក្រោយអំពីយើងរៀនអប់រំកាយនៅក្នុងសាលារៀន2ម៉ោងក្នុងមួយសប្តាហ៍សូមសាលាទាំងអស់យើងមានលទ្ធភាពរៀបចំធ្វើទិវាអប់រំកាយនេះដើម្បីឲ្យកុមារីយើងបានបញ្ចេញស្នាដៃរបស់គេដែលយើងបានរៀន2ម៉ោងនៅក្នុងមួយសប្តាហ៍នេះគូបញ្ជាក់ថាទិវាអប់រំកាយនិងកីឡានេះជាលើកទី2ហើយដែលក្រសួងអប់រំយុវជននិងកីឡាបានសហការជាមួយដៃគូប្រារព្ធនៅទិវានេះដើម្បីបង្កើនការយកចិត្តទុកដាក់ដល់សាលារៀនទាំងអស់អនុវត្តកម្មវិធីឲ្យមានភាពផុសផុលព័ត៌មានជាបន្តទៀតនេះគឺក្រសួងអប់រំយុវជននិងកីឡាបង្កើនការយកចិត្តទុកដាក់លើកម្មវិធីអប់រំកាយនិងកីឡាដល់សិស្សានុសិស្សនៅខេត្តស្វាយរៀងព្រឹកមិញនេះក្រសួងអប់រំយុវជននិងកីឡាបានប្រារព្ធទិវាអប់រំកាយនិងកីឡាជាលើកទី2នៅខេត្តស្វាយរៀងក្នុងសាលាបឋមសិក្សា2ធ្នូក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡាដែលជាចំណុចសំខាន់សម្រាប់ឲ្យសិស្សានុសិស្សមានកាយសម្បទាមាំមួននិងមានភាពឈ្លាសវៃលើការសិក្សាអាដាមប៊ូជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានប្រាប់ទូទៅបាយ័នថាវិស័យអប់រំកាយនិងកីឡាមានសារៈសំខាន់ណាស់ក្នុងការធ្វើយ៉ាងណាឲ្យសិស្សានុសិស្សមានភាពក្លាហានមានសុខភាពល្អនិងភាពរហ័សរហួនពិសេសនឹងធ្វើឲ្យការសិក្សារបស់ពួកគេកាន់តែល្អប្រសើរផងដែរសារៈសំខាន់នៃមុខវិជ្ជាអប់រំកាយកីឡានេះខ្ញុំចង់ជម្រាបជូនថាមានសារៈសំខាន់2យ៉ាងម្យ៉ាងគឺបណ្ដុះនៅកាយសម្បទារបស់កុមារីជាសិស្សានុសិស្សរបស់យើងនឹងឲ្យមានភាពរឹងមាំមានកាយសម្បទារឹងមាំអាចហើយមួយទៀតសារៈសំខាន់មួយទៀតនៃមុខវិជ្ជាអប់រំកាយកីឡាគឺបណ្ដុះនៅផ្នែកសតិអារម្មណ៍ផ្នែកចិត្តគំនិតខាងផ្លូវចិត្តរបស់កុមារឲ្យរឹងមាំឲ្យមាំមួនឡើងគឺមានន័យថាមុខវិជ្ជាអប់រំកាយកីឡាផ្ដល់អត្ថប្រយោជន៍2យ៉ាងទៅដល់កុមារានិងកុមារីរបស់សិស្សានុសិស្សរបស់យើងទី1គឺកាយសម្បទាទី2គឺការរឹងមាំខាងផ្លូវចិត្តលត់ដំខាងផ្លូវចិត្តឲ្យរឹងមាំនេះគឺជាសារៈសំខាន់នៃមុខវិជ្ជាអប់រំកាយនិងកីឡាហើយកុមារមានសិទ្ធិទទួលយកបាននៅការហាត់វឹកវើអប់រំកាយនិងកីឡាបានគ្រប់គ្នាហើយវាជាសិទ្ធិមូលដ្ឋានរបស់កុមារនេះគឺជាសារៈសំខាន់នៃទិវាអប់រំកាយនិងកីឡារបស់យើងចំណែកលោកដុកគិរីរតអនុប្រធានយុគឋានអប់រំកាយនិងកីឡាសិស្សនិស្សិតនិងជាប្រធានក្រុមការងារអប់រំកាយនៅគ្រឹះស្ថានបឋមសិក្សាបានប្រាប់ផងដែរថាទិវានេះអាចដំណើរការទៅបានដោយមានការជួយពីអង្គការបេដងមាសការជួយបច្ចេកទេសបន្ថែមពីសាកលវិទ្យាល័យអូកាវ៉ារបស់ជប៉ុនតាមរយៈចែកការប្រចាំនៅកម្ពុជាលោកបន្តទៀតថាទិវានេះធ្វើឡើងដើម្បីបំផុសកីឡានៅតាមសាលាទាំងអស់ត្រូវអនុវត្តនៅកម្មវិធីអប់រំកាយនិងកីឡានេះឲ្យបានទៀងទាត់ព្រោះក្នុងកម្មវិធីសិក្សារបស់ក្រសួងត្រូវឲ្យអនុវត្ត2ម៉ោងក្នុងមួយសប្តាហ៍អង្គការបេដងមាសដែលប្រចាំនៅអូកាយ៉ាម៉ានៅប្រទេសជប៉ុននេះបានជួយយើងនៅសាលាគោលដៅសម្រាប់សិក្សាអប់រំកាយនៅក្នុងម៉ោងសិក្សា2ម៉ោងក្នុងមួយសប្តាហ៍នេះហើយគោលដៅសំខាន់របស់យើងដែលយើងធ្វើទិវាអប់រំកាយនេះគឺយើងមាន3ចំណុចរបស់យើងគឺទី1
គឺឲ្យកុមារីដែលបានរៀនមកអប់រំកាយនឹងចូលរួមនៅទិវាអប់រំកាយនេះគឺសប្បាយរីករាយនៅក្នុងការងាររបស់បងប្អូនទាំងអស់គ្នានេះហើយចំណុចទី2គឺចង់បានបងប្អូនដែលគេបានសិក្សាពេញមួយឆ្នាំសិក្សារបស់គេនៅម៉ោងអប់រំកាយនៅក្នុងសាលារៀននេះគឺគេចង់បញ្ចេញសមត្ថភាពរបស់គេនៅថ្ងៃនេះឲ្យបងប្អូនប្រជាជននៅទីនេះបានដឹងបានឃើញទាំងអស់គ្នាហើយចំណុចទី3នេះគឺដើម្បីឲ្យមេដាបេដាដែលនៅក្នុងសហគមន៍របស់គេនឹងគឺបានឃើញស្នាដៃរបស់កូនគេដែលគេសិក្សាអំពីអប់រំកាយនិងកីឡានៅក្នុងឆ្នាំសិក្សារបស់គេនេះការងារទិវាអប់រំកាយរបស់យើងនៅក្នុងដូច្នេះខ្ញុំចង់ជម្រាបជូនទៅដល់មន្ទីរគ្រប់ខេត្តក្រុងទាំងអស់ដែលក្រោយអំពីយើងរៀនអប់រំកាយនៅក្នុងសាលារៀន2ម៉ោងក្នុងមួយសប្តាហ៍សូមសាលាទាំងអស់យើងមានលទ្ធភាពរៀបចំធ្វើទិវាអប់រំកាយនេះដើម្បីឲ្យកុមារីយើងបានបញ្ចេញស្នាដៃរបស់គេដែលយើងបានរៀន2ម៉ោងនៅក្នុងមួយសប្តាហ៍នេះបាទទិវាអប់រំកាយនិងកីឡានេះជាលើកទី2ហើយដែលក្រសួងអប់រំយុវជននិងកីឡាសហការជាមួយអង្គការដៃគូប្រពឡើងដើម្បីបង្កើនការយកចិត្តទុកដាក់ដល់សាលាទាំងអស់អនុវត្តកម្មវិធីនេះឲ្យមានភាពផុសផុលបងបានចូលទៅក្រោមអប់រំកាយនិងកីឡាដែលប្រកបពីយ៉ាម៉ាលោកថាកាចាអូកាម៉ាប្រកាសបើកទិវាអាកាសកំពើពីរាយគោជាទីមោទនភាពបំផុតបានចូលរួមនៅក្នុងទិវាអប់រំកាយនិងកីឡានេះនៅក្នុងខេត្តសៀមរាបតាមរបៀបអប់រំកាយនិងកីឡាផងហើយយើងមានប្រពធ្វើជាទិវាកីឡាទិវាអប់រំកាយលើប្រទេសជប៉ុនយើងប្រជែកគឺថាជាមានក្រុមសរុបពីអប់រំកាយនិងកីឡារបស់ប្រទេសគេរបស់ប្រចាំវត្ថុសម្រាប់រៀបចំទិវាអប់រំកាយនិងកីឡានៅទូទាំងប្រទេសកាយនិងកីឡាឲ្យលោកគ្រូអ្នកគ្រូទាំងអស់បុត្រនេះជាមុខសញ្ញាមួយរបស់គោលនយោបាយការកែតម្រង់របស់នាយករដ្ឋមន្ត្រីយើងពីក្មេងៗក៏មានដែរតែនេះមានសារៈសំខាន់ណាស់ចំពោះកុមារីមិនថាផ្នែកស្មារតីនិងសិលធម៌ខ្ពស់នេះតបញ្ជាក់ឲ្យឃើញថាមុខវិជ្ជាអប់រំកាយនិងកីឡាមានទាំងអស់នៅតាមបណ្ដាហើយបងប្អូនក៏ជួយជួយចំពោះហើយបងកលក្ខណៈនេះដែលបានផ្ដល់ឲ្យសាស្ត្រអូនទាំងអស់ព្រមហ្នឹងហើយបើយើងមើលសកម្មភាពពួកគាត់គឺធ្វើខាងក្រៅចូលមកក្រុមពោជាពីពលពលនេះតាអបអរសាទរដល់ក្រុមរបស់យើងសម្រាប់នេះក្រុមសម្រាប់ឲ្យក្រុមពោជាយ៉ាងថ្នាក់ទី1របស់ក្រុមពោនេះហើយយើងជួយដល់ប្រកបប្រប្រែងយើងមានរយៈពេលសម្រាប់យើងក្រុមទាំងពីរយើងយកត្រង់ដល់សមាជិកក្រុមរបស់យើង
เนี่ยเป็นหลังตรงปีนี้ก็คือเป็นผู้เบาตองเหมือนตัวแรกของทางคนไทยนะครับเราอยู่ตรงนั้นคือเป็นสายการนะครับเราได้เรื่องบางที่คือไม่เคยรับพวกเราโดนเขาให้เป็นอะไรแล้วทำไมเราทางคุณต่างทางคุณต่างมาต่อมาทุกตัวดูเป็นแต่บางที่คือเป็นเราไปถึงตัวงานในการที่โดนวันมันเป็นแบบนี้คือเราเราไม่ชอบเลยนะแต่แบบนี้เป็นแบบนี้ผมว่าแบบถ้าเอาไปแบบนี้ก็คือตรงนั้นมันเย